យើងក៏គ្រាន់តែរំលឹកទៅអ្នកទាំងឡាយណាដែលមានបំណងអាក្រក់ប្រឆាំងជាមួយឯករាជ្យអធិបតេយ្យភាពរបស់យើងអំពីការប្រើប្រាស់ផែនទីខ្នាត150ប៉ុនយើងយល់អំពីផែនទីទោះបីអ្នកប្រើផែនទី100ប៉ុន1លើ100 200ប៉ុន1លើ50ប៉ុនឬ25ប៉ុនអាស្រ័យលើអ្នកប៉ុន្តែត្រូវតែច្បាស់អំពីប្រភពចេញដំណើរនៃផែនទីអ្នកមិនអាចគូសផែនទីខ្នាត100លើ50ប៉ុនម្នាក់របស់អ្នកតាមចិត្តអ្នកចង់ទេកិច្ចព្រមព្រៀងបារាំងសៀម1904 1907គឺជាមូលដ្ឋាននៃឯកសារដែលត្រូវពង្រីកផែនទីអ្នកមិនអាចគូសផែនទីដោយចិត្តចង់របស់អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី150ប៉ុនរបស់អ្នកហើយបំពានលើអធិបតេយ្យជាតិរបស់កម្ពុជាទេកម្ពុជាមិនមែនជាក្មេងបៀនដៃសម្រាប់អ្នកប្រមាថនិងបោកបញ្ឆោតឈ្លានពានតាមអំពើចិត្តទេព្រះបរមរតនកោដ្ឋព្រះបិតាជាតិរបស់យើងព្រះអង្គបានយកឈ្នះក្តីតាមរយៈផែនទីនេះឯងយើងក៏នៅបន្តរក្សានៅការប្រើប្រាស់ខ្នាតផែនទីដើមតែភ្ជាប់ទៅនឹងសន្ធិសញ្ញាបារាំងសៀម1904 1907